សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើជីទៀនទាំងអស់គ្នាជាតិឆ្ងាញ់ណាបងប្អូនធីធ្វើក៏ងាយដែរអត់មានពិបាកទេមកអូនបកអីមើលនេះគេហៅថាឈីគ្រឿងផ្សំសរសេរនៅលើនឹងឲ្យបងប្អូនឈីយើងប្រើម៉ុកសារ៉េឡាឈីមានម្សៅមេពងទាដោះគោស្រស់ម្សៅកំទេចនំប៉័ងហើយនឹងដំឡូងយើងលាយគ្នាអញ្ចឹងបានឆ្ងាញ់យើងយកវាទៅដុតសិនពេលយើងដាក់ដំឡូងដុតហើយយើងលាយម្សៅជាមួយពងទា2គ្រាប់យើងដាក់ទឹកដោះគោរបស់ខ្មែរបន្ទាប់មកយើងក្រឡុកវាចូលគ្នាឲ្យសព្វល្អរៀងខាប់បន្តិចបងប្អូនលាបលើឈីទៅវាជាប់ល្អដំឡូងឆ្អិនហើយយកវាមកបកសម្បកចេញយើងកិនវាឲ្យម៉ត់ធ្វើដូចអញ្ចឹងណាបងប្អូនមកយើងមកចាត់ឈីចំណិតតូចហើយយើងដោតឈីឲ្យចង្កាក់យកឈីហ្នឹងមកមួយជាមួយដំឡូងបន្ទាប់មកយើងយកវាមករំលក់មួយម្សៅបន្ទាប់មកយើងយកវាទៅប្រឡាក់ជាមួយម្សៅកំទេចនំប៉័ងហើយយើងដាក់ប្រេងឆាខ្មែរបំពងវាជាការស្រេចឆ្ងាញ់ណាស់បងប្អូនសាក់ធ្វើញ៉ាំមើល